ងប្រាថ្នាតាំងចិត្តរចនាឈ្មោះថាទុំសួស្តីអ្នកខេត្តពោធិ៍សាត់ហើយក៏សួស្តីអ្នកនរគ្នាផងដែរថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាមកប្រូបរិយាកាសរត់នៅទីរួមខេត្តពោធិ៍សាត់វិញម្ដងហើយអ្វីដែលប្លែកសម្រាប់ការរត់អបអរទិវាបុណ្យឯករាជ្យជាតិលើកនេះគឺមានវត្តមានថ្នាក់ដឹកនាំនៃស្ថាប័នដែលខ្ញុំកំពុងតែបម្រើការងារបច្ចុប្បន្នពួកគាត់ក៏បានចូលរួមផងដែរ Oh my god! Oh my god! Wow! ហើយចង់ប្រាប់ទៅអ្នកនរគ្នាថាខ្ញុំពិតជាលងស្នេហ៍សម្រាប់ទីរួមខេត្តពោធិ៍សាត់ឲ្យអ្នកនរគ្នាពីព្រោះថានៅតាមដងផ្លូវអូស្ទឹងសួនច្បារគឺរំលេចទៅដោយបុប្ផារីស្គូស្គីស្រស់បំព្រមអមជាមួយនឹងសម្រស់ដ៏សង្ហារបស់ខ្ញុំរត់នោះផងដែរដែលធ្វើឲ្យការរត់របស់ខ្ញុំលើកនេះគឺពោពេញទៅដោយ energy និងមានភាពស្រស់បំព្រមមែនទែនហើយខ្ញុំរត់បានឆ្ងាយជាងមុនអ្នកទាំងអស់គ្នាហើយចំពោះលើកនេះខ្ញុំរត់បានចំនួន 12.48 គីឡូម៉ែត្រដូច្នេះការបូកសរុបទិន្នន័យរត់ដើម្បីអបអរទិវាបុណ្យឯករាជ្យជាតិសម្រាប់លើកទី1លើកទី2លើកទី3និងលើកទី4នេះផងដែរគឺខ្ញុំរត់បានចំនួន 34.99 គីឡូម៉ែត្រហើយអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់ការរត់រយៈចម្ងាយ72គីឡូរបស់ខ្ញុំគឺនៅសល់ត្រឹមតែ 37.01 គីឡូម៉ែត្រទេអ្នកទាំងអស់គ្នាអរគុណធំៗសម្រាប់ការតាមដានវីដេអូនេះហើយជួបគ្នានៅវីដេអូក្រោយអ្នកទាំងអស់គ្នាកុំភ្លេចជួយ like និង share ឲ្យខ្ញុំបាទអ្នកមួយផងអ្នកទាំងអស់គ្នាអរគុណ